ប្រជុំ3នៃបត្រៃរដ្ឋគឺមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដែលជារតនៈឯកដ៏ឧត្តមប្រសើរគង់ខ្ពស់នៅក្នុងលោកនេះដោយសេចក្តីគោរពជ្រះថ្លាដែលយ៉ាងក្រៃលែងគង់ខ្ពស់បំផុតសូមក្រាបថ្វាយបង្គំចំពោះព្រះគ្រូចៅអធិការវត្តអង្គមន្ត្រីសទ្ធារាមនិងព្រះគ្រូចៅអធិការដែលនិមន្តមកអំពីវត្តសញ្ជ័យនៅខាងកំពង់ស្ពឺដោយសេចក្តីជ្រះថ្លាអំពីអង្គខ្ញុំប្រកាសណាម្ចាស់សូមនមស្ការចំពោះលោកម្ចាស់តាទាំងពីរព្រះអង្គដែលមានព្រះវត្តមានដ៏ខ្ពង់ខ្ពស់នាឱកាសវេលាគ្រានេះដោយសេចក្តីរាប់អាននិងដោយសេចក្តីជ្រះថ្លាអំពីអង្គខ្ញុំប្រកាសណាដោយសេចក្តីគោរពទីតោបរੰធម្មੰទេសេសាមិទីតេអំពីការប្រពត្តនមស្ការដោយសង្ខេបបែបខ្លីតែប៉ុណ្ណេះទៅក៏តម្រូវដល់នឹងអង្គខ្ញុំប្រកាសណាអាត្មាភាពដែលជាអ្នកទទួលភារៈភ្នាក់ងារក្នុងការសម្ដែងពធទេសនានាឱកាសវេលាគ្រានេះក៏ប៉ុន្តែមុននឹងសម្ដែងនៅពធទេសនានាឱកាសវេលាគ្រានេះអង្គខ្ញុំប្រកាសណាអាត្មាភាពក៏សូមធ្វើការសំណាក់ខន្តីអភ័យអត់មកទោសអំពីសំណាក់ប្រកាសណាប្រគុណជាអង្គម្ចាស់ញាតិយោមជាពុទ្ធបរិស័ទអិសរាធិបតីសម័យដើមទានប្រធានាដើមបុណ្យអត្តកោវិទ្យបណ្ឌិតពហុសោតអញ្ញាធរដែនដីមន្ត្រីរាជការគ្រប់លំដាប់ជាន់ថ្នាក់ទាំងអស់ប្រសិនបើអង្គខ្ញុំប្រកាសណាអាត្មាភាពសម្ដែងទៅហើយមានការលើកលួចខ្វះខាតបត់បានអាការៈជួយជាអ្នកភាសាបាលីសេចក្តីអត្ថាធិប្បាយត្រង់ចំណុចកន្លែងណាមួយដោយប្រកប3ប្រកបទឹកបតីកណាប្រគុណជាអង្គម្ចាស់ញាតិយោមជាពុទ្ធបរិស័ទអិសរាធិបតីសម័យដើមទានប្រធាននៃដើមបុណ្យត្រង់ចំណុចកន្លែងណាមួយក៏សូមឲ្យប្រកាសណាប្រគុណជាអង្គម្ចាស់ញាតិយោមជាពុទ្ធបរិស័ទអត់ទោសដល់អង្គខ្ញុំប្រកាសណាអាត្មាភាពផងព្រោះអីអង្គខ្ញុំប្រកាសណាអាត្មាភាពអត់ត្រូវទេខ្លួនក៏នៅក្មេងសំឡេងក៏មិនសូវល្អធរក៏មិនសូវអត់ចិត្តមិនចង់ឲ្យលៀងឃ្លានឃ្លាតចាក់ប្រពុតដីកាឡើយណាហើយទេមានតែការសូមសំណាក់ខន្តីអភ័យអនុទោសអំពីសំណាក់ប្រកាសណាប្រគុណជាអង្គម្ចាស់ញាតិយោមជាពុទ្ធបរិស័ទជាមុនសិនរោគាជេវន្តរាយាចឧបណ្ណាជេឧបតវាពុទ្ធាតិអានុភាវេនៈដោយអានុភាពនៃការប្រពត្តនមស្ការមានគុណព្រះពុទ្ធរតនៈមកជាដើមប្រមាណប៉ុណ្ណេះនេះក៏សូមធ្វើការបញ្ជារារាំងនៅទុក្ខសោករោគភ័យឧបទ្រពឧបវន្តអន្តរាយកាលកណីទាំងឡាយទាំងពួងដែលបំរុងកើតមានចំពោះប្រកាសណាប្រគុណជាអង្គម្ចាស់ញាតិយោមជាពុទ្ធបរិស័ទអិសរាធិបតីសម័យដើមទានប្រធាននៃដើមបុណ្យលោកជ័យលោកតាឧបាសកឧបាសិកា
ទាំងអស់ដែលបានជឿចូលរួមក្នុងឱកាសវេលាគ្រានេះដោយអានុភាពនៃគុណព្រះពុទ្ធរតនៈជាដើមប្រមាណប៉ុណ្ណោះនោះក៏សូមបោវាវិជារីរាំងនៅទុកសោករោគភ័យឧបទ្រពឧបវន្តអន្តរាយកាលកណីទាំងឡាយទាំងពួងនោះក៏សូមឲ្យបោវាជាចេញឆ្ងាយចាប់តាំងអំពីថ្ងៃនេះតរៀងទៅអងពតបិទអីថ្ងៃនេះត្រូវនឹងថ្ងៃច័ន្ទពតដល់គម្រប់ខួបបុណ្យ7ថ្ងៃរបស់លោកយាយឧបាសិកាសុបតាំងដែលលោកបានធ្វើការលកិរិយាទៅកាន់បរិយលោកថ្មីនេះឱកាសវេលាគ្រានេះក៏ខ្ញុំបកណាអាត្មាភាពក៏ជាអ្នកទទួលភារៈភ្នាក់ងារក្នុងការសម្ដែងពធទេសនាដើម្បីចែកជូនជាធម្មទានដល់ញាតិញោមពុទ្ធបរិស័ទអិសរាធិបតីសម័យដើមទានប្រធានដើមបុណ្យនិងញាតិញោមជាពុទ្ធបរិស័ទទាំងប្រុសទាំងស្រីឧបាសកឧបាសិកាទាយោទាយិកាដែលអញ្ជើញចូលរួមនេះឱកាសវេលាគ្រានេះបិទអីថ្ងៃនេះគឺជាបុណ្យពុទ្ធាពិសេសនិងសាមញ្ញពិសេសដើម្បីនឹងឧទ្ទិសកងការមហាកុសលជូនចំពោះដុំដួងវិញ្ញាណក្ខន្ធរបស់លោកយាយឧបាសិកាសុបតាមដែលលោកបានធ្វើមរណកាលទៅកាន់បរិយលោកថ្មីនេះព្រមទាំងញាតិសាច់សាលហិតចិត្តឆ្ងាយក្នុងសង្សារវដ្តដែលបានបែកកាយរំលែកខណ្ឌទៅកាន់បរិយលោកខាងមុខយូរក្តីថ្មីក្តីរួចឲ្យអ្នកផ្ដាំបុណ្យទី1នោះគឺមានលោកអូចរស់ប្រកាសមកអត់បាច់ជំនុំបុណ្យនៅរកឃើញក៏លោកអូចរស់ត្រូវជាកូនរបស់លោកយាយឧបាសិកាសុបតាមនិងកូនចៅទី2អ្នកស្រីអូជានិងស្វាមីព្រមទាំងកូនចៅទី3អ្នកស្រីអូចមឿនព្រមទាំងស្វាមីនិងកូនចៅទី4អ្នកស្រីអូចមាននិងកូនចៅទី4នោះអ្នកស្រីអូចមីព្រមនឹងកូនចៅបានមូលមតិគ្នាជាឯកច្ឆន្ទក្នុងចំណោមក្រុមគ្រួសារបងប្អូនរបស់គាត់មានប្រមាណប៉ុណ្ណេះនេះដើម្បីធ្វើនៅបុណ្យពុទ្ធាពិសេសផងសាមញ្ញពិសេសផងនិងតក្ខិណានុប្រទានផងដើម្បីឧទ្ទិសនៅកុសលផលបុណ្យដែលកើតអំពីបុណ្យនេះក្តីដើម្បីឧទ្ទិសជូនចំពោះវិបាកបដិសន្ធិថ្មីរបស់លោកយាយឧបាសិកាសុបតាមតែលោកបានធ្វើមរណកាលកន្លងទៅ6ថ្ងៃនេះនិង7ថ្ងៃក្នុងថ្ងៃស្អែកពោហើយក៏បានរតនានៅអង្គខ្ញុំបកករណាឲ្យជាអ្នកថ្លាថ្លែងសម្ដែងវេជ្ជញាអំពីបុណ្យអភិសេកដើម្បីចែកជូនជាធម្មទានដល់ញាតិញោមជាពុទ្ធបរិស័ទពោសាធវោហើយសាទិសប្បុរសប្រុសស្រីទាំងឡាយព្រោះមនុស្សយើងដែលកើតមកហើយនៅពេលដែលខ្មែរយើងវាមានប្រពៃណីទំនៀមទម្លាប់ក៏នៅមានបុណ្យជាបណ្ណាកិច្ចក្តីបុណ្យ7ថ្ងៃក្តីបុណ្យ100ថ្ងៃក្តី3ឆ្នាំ1ឆ្នាំ5ឆ្នាំតែតែធ្វើព្រោះអីមិនអស់ចិត្តមិនអស់សទ្ធាទេថានឹកឃើញតែធ្វើដើម្បីឧទ្ទិសជូនចំពោះលោកអ្នកដ៏មានគុណមានមេត្តាបៃតាជាតូនចតាញបព្វការីជនដែលជាអ្នកមានឧបការៈចំពោះខ្លួនកន្លងទៅនោះដើម្បីឲ្យដុំដួងវិញ្ញាណក្ខន្ធរបស់លោកអ្នកទាំងឡាយនោះបានទទួលត្រេកអរអនុមោទនាហើយអ្នកខ្លះមានមតិខ្លះគេថាបុណ្យ7ថ្ងៃក្តីអ្នកដែលស្លាប់ទៅហើយបើស្លាប់ទៅមិនបានធ្វើអភិសេកទេគេមិនអស់ចិត្តទេកូនចៅគេនិយាយចេះអភិសេកបើមិនបានធ្វើបុណ្យអភិសេកជូនម៉ែជូនឪជូនដូនជូនតាទេគេមិនអស់ចិត្តទេគេមានមតិមួយគេថាបើមិនបានធ្វើទេម៉ែឪនឹងគេមិនឲ្យទៅហូបបាយហូបទឹកចិត្តទេគេឆ្អេះគេឆ្អាបគេឆ្អុយថាអញ្ចឹងណាអានេះយើងខាងកពតណាកពតខាងតកៅគឺមានជំនឿនឹងមួយប៉ុន្តែទៅខាងគេផ្សេងគេថាអត់មានកំពង់ចាមត្បូងឃ្មុំកំពង់ធំគេថាតែបុណ្យ7ថ្ងៃគឺ7ថ្ងៃតក្កណានុប្រទានអត់មានអភិសេកអីទេគេអត់មានដូចយើងប៉ុន្តែប្រពៃណីយើងនេះវាផ្សេងពីគេប្រពៃណីប៉ុន្តែសូមជម្រាបដល់ញាតិញោមជាពុទ្ធបរិស័ទទាំងឡាយបុណ្យកុសលដែលឧទ្ទិសបានទៅដល់អ្នកដែលស្លាប់ទៅគឺមានតែបុណ្យតក្កណានុប្រទានទេបុណ្យតក្កណានុប្រទានដែលប្រកបទៅដោយអង្គទាំងឡាយ3មានដេញប្រសង់ជាប្រធានលោកអ្នកជាម្ចាស់ទានឧទ្ទិសហើយនឹងអ្នកស្លាប់ទៅត្រេកអរអនុមោទនាមានតែប៉ុណ្្នឹងឯងបុណ្យតក្កណានុប្រទាននោះប៉ុន្តែបុណ្យអភិសេកនេះវាមានអត្ថន័យក្នុងផ្សេង
ប៉ុន្តែខ្មែរយើងខាងខេត្តកពតនេះយើងមានប្រពៃណីជំនឿមួយថាជឿថាបើមិនបានធ្វើបន់ឲ្យម៉ែឲ្យឪទេដូចមិនបានចម្លងគាត់ឲ្យបានដល់ទីកន្លែងល្អអញ្ចឹងអាចេះគិតឲ្យចេះទៅវិញអញ្ចឹងទេទោះបីតិចក្តីច្រើនក្តីទ្រព្យធនធានតិចក្តីច្រើនក្តីក៏ប្រម៉ែប្រមូលបងប្អូនដើម្បីថាធ្វើបន់ឲ្យបានអធិកអធមដើម្បីជូនលោកអ្នកដ៏មានគុណមានមេត្តាបៃតារហូតទៅដល់តែធ្វើបន់អភិសេកនេះទៅទៀតក៏ញាតិញោមតែจะធ្វើអភិសេកប៉ុន្តែខ្លះគាត់មិនបានមានធនធាននឹងច្រើនក៏គាត់ធ្វើត្រឹមបច្ច័យ4ក៏ធ្វើត្រឹមតែបច្ច័យ4តែអ្នកគាត់ដែលមានធនធានសមល្មមកូនចៅគាត់រៀងច្រើនអញ្ចឹងទៅក៏ថាប្រម៉ែប្រមុំពូផ្ដុំគ្នាបានជាទ្រព្យធនធានហើយធ្វើបន់ឲ្យអធិកអធមបន្តិចទៅដើម្បីឲ្យម្ដាយឲ្យឪពុករបស់ខ្លួនដែលបានចែកឋានទៅកាន់បរិយលោកខាងមុខប៉ុន្តែអាត្មាសូមចម្រើនពរជម្រាបទៅដល់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់កុំឲ្យមានការងឿងឆ្ងល់និងយល់ច្រឡំអបនបច្ច័យ4ក្តីអភិសេកក្តីហើយនឹងចក្ខិណានុបទាននេះក្តីបនបច្ច័យ4ក្តីយើងមិនអាចធ្វើឲ្យដល់បុគ្គលដែលស្លាប់ទៅគឺមិនបានទេអភិសេកក៏មិនបានដែរហើយបនដែលដល់ហៅថាតក្ខិណានុបទានឯណោះទេបងអានោះដែលគឺបនចំពោះខ្មោចត្មងអានោះអត់ទិសចំពោះអ្នកដែលស្លាប់ទៅគឺបានត្រេកអរអនុមោទនានៅតែបនដែលកូនចៅអត់ទិសទៅឲ្យទេប៉ុន្តែអភិសេកនេះវាមានអត្តន័យសេចក្តីផ្សេងអភិសេកយើងតែងតែនិយាយគ្រប់គ្នាប៉ុន្តែអ្នកខ្លះក៏គាត់មិនសូវជាទាន់បានយល់អត្តន័យអភិសេកនឹងមានន័យយ៉ាងណាដែរបងហើយឥឡូវនេះអាត្មាភាពនឹងបកស្រាយខ្លះដើម្បីឲ្យញាតិញោមជាពុទ្ធបរិស័ទអ្នកខ្លះក៏គាត់បានយល់បានដឹងជ្រៅជ្រះអ្នកខ្លះក៏គាត់មិនទាន់បានដឹងក៏ដើម្បីថាឲ្យដឹងក្នុងពេលនេះអាត្មាភាពនឹងបកស្រាយអត្តន័យបនអភិសេកបងអភិសេកនេះជាភាសាបាលីបងមកអំពីអភិពុពបត្តិសេចក្ធាតុនិងណបច្ច័យបងហើយយើងតែងតែហៅគ្រប់គ្នាប៉ុន្តែមិនទាន់យល់សេចក្តីអភិនឹងប្រែថាក្រៃលែងលើសលប់សង្កត់លើសលែងឧត្តមខ្ពង់ខ្ពស់ប្រសើរអភិហ្នឹងណាឬគេហៅអភិជនជនអ្នកមានខ្ពង់ខ្ពស់ជនដល់ក្រៃលែងហ្នឹងគេហៅអភិជនណាអ្នកមានអ្នកអីស្ដុកស្ដំគេហៅអភិជនដល់អភិសេកនេះប្រែថាការដំកង់ដំកើងតម្លើងយោតម្លើងស័កស្រោចស្រពសកន្ធវិរីអាហ្នឹងអភិសេកហ្នឹងណាញោមបងអភិសេកប្រែថាដំកង់ដំកើងតម្លើងយោតម្លើងស័កបងអាហ្នឹងអត្តន័យថាអភិសេកហ្នឹងប្រែមកថាអញ្ចឹងណាញោមណាបងកុំឲ្យថាគេថាធ្វើបន់អីម្ដាយរបស់អ្នកឯងស្លាប់ទៅថ្ងៃ7ថ្ងៃហ្នឹងធ្វើបន់អីទៅថាអភិសេកបងអ្នកខ្លះក៏គាត់បានដឹងហើយថាអភិសេកនឹងគេធ្វើអាម៉េចមានតាំងពីការពុទ្ធាពិសេសផងអធិធាតុពិសេសផងនោះឯងចំពោះលោកអ្នកដ៏មានគុណដំកង់ដំកើងតម្លើងយោតម្លើងស័កលើកគាត់ឲ្យពងឲ្យពោះអាហ្នឹងគឺហៅថាអភិសេកចាព្រោះហើយនៅក្នុងពុទ្ធសាសនានៃយើងការអភិសេកនោះវាមានច្រើនយ៉ាងច្រើនបែបច្រើនសន្តានក៏អាត្មាភាពប្រសិនណាមនុស្សតិចក្តីក៏ដោយច្រើនក្តីក៏ដោយឲ្យតែស្ងាត់ស្រួលសំដែងឲ្យមានសមាធិក្នុងចិត្តហ្មងបងនិយាយទៅគឺថាហូរដូចទឹកអញ្ចឹងបើថាមនុស្សតែអាចជែកអាចចាច់និយាយមិនទៅរួចឈប់ឥឡូវបងនៅប៉ុន្តែឃើញពេលនេះគឺថាស្ងាត់ណោះបងស្ងាត់ហើយយើងព្យាយាមស្ដាប់អត់យូរទេបងអាត្មាភាពអត់សំដែងយូរតែសំល្មមសំគួរនឹងប៉ុនរបស់ញាតិញោមគឺចប់ហើយបងប៉ុន្តែសូមជម្រាបថាឲ្យញាតិញោមស្ដាប់ដោយយកចិត្តទុកដាក់ព្រោះការអានិសង្សនៃការស្ដាប់ពធក្តីការសម្ដែងពធក្តីវាមាន5ដូចគ្នាបងការស្ដាប់នៅពធរមែងបាននៅបញ្ញាពុទ្ធភាសិតថាយ៉ាងម៉េចញោមសោសូសង្ឃលភតេបញ្ញាការស្ដាប់នៅពធដោយល្អរមែងបាននៅបញ្ញាមួយទៀតព្រះអង្គសម្ដែងថាសុតតមយៈបញ្ញាកើតអំពីការស្ដាប់បង
ចឹងហើយការស្ដាប់ក៏នាំឲ្យកើតបញ្ញាអ្នកខ្លះគាត់អានគាត់អីគាត់មិនសូវចាំតតែគេគាត់ស្ដាប់គេគាត់ចាំលឿនណែអញ្ចឹងបានព្រះអង្គសម្ដែងថាសុតមយៈបញ្ញាភាវនាមយៈបញ្ញាចិន្តាមយៈបញ្ញាកើតអំពីការស្ដាប់បញ្ញាកើតអំពីការភាវនាបញ្ញាកើតអំពីការគិតហើយការស្ដាប់នៅពធដោយល្អរមែងបាននៅបញ្ញានេះអញ្ចឹងហើយយើងស្ដាប់បានតិចក្តីច្រើនក្តីគួរណាស់តែយកចិត្តទុកដាក់ភាវនាក្នុងចិត្តចំណាំទុកព្រោះការស្ដាប់ច្រើនរមែងចាំច្រើនស្ដាប់បានការស្ដាប់ពធស្ដាប់បានស្ដាប់ធម៌នឹងហើយរមែងបានស្ដាប់ធម៌នឹងទៀតអានិសង្សទី1ស្ដាប់ធម៌ដែលមិនទាន់បានស្ដាប់អានេះកំចាត់បងនៅសេចក្តីសង្ស័យជាដើមនោះឯងអាហ្នឹងគឺអានិសង្សនៃការស្ដាប់ធម៌ហើយហ្នឹងហើយអញ្ចឹងទេអាត្មាភាពបកមកវិញសម្ដែងតាក់ទងនឹងបុណ្យអភិសេកនេះវាមានច្រើនសន្តានច្រើនបែបច្រើនយ៉ាងមាន2នោះក៏មាន5នោះក៏មានអភិសេកបើយើងសម្ដែងឲ្យសង្ខេបបែបខ្លីតែម្ដងទៅគឺមាន2យ៉ាងធំបង្អស់នោះបើយើងសម្រាយស្រាយសេចក្តីវាទៅគឺវាមាន5យ៉ាងណែអញ្ចឹងណាមាន3នោះក៏មាន2ក៏មាន5ក៏មានប៉ុន្តែបើអា3អា2ហ្នឹងគឺវានៅក្នុងអា5ហ្នឹងហើយអញ្ចឹងថ្ងៃនេះគឺសម្ដែងអា5ហ្នឹងតែម្ដងដើម្បីចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទដើម្បីស្ដាប់បាននៅការចេះចាំក៏ដូចជាកុំឲ្យកំចាត់បងនៅសេចក្តីសង្ស័យមន្ទិលសៅហ្មងនៅក្នុងចិត្តទី1នោះឲ្យឈ្មោះថាពុទ្ធាភិសេកការអភិសេកព្រះពុទ្ធចំណែកទី2ចេតយញ្ញាភិសេកការអភិសេកចំពោះព្រះចេតិយចំណែកទី3ធាតុភិសេកឬក៏សាមញ្ញាភិសេកការអភិសេកចំពោះអធិធាតុឬក៏ជនសាមញ្ញអានេះទី3ហើយចំណែកទី4ហៅថាបុត្តាភិសេកការអភិសេកចំពោះបុត្រាគឺកុលបុត្រចំណែកទី5នោះឯងគឺហៅថារាជាភិសេកការអភិសេកចំពោះព្រះមហាក្សត្រទ្រង់រាជគឺការអភិសេកនេះគឺមាន5យ៉ាងនេះឯងញាតិញោមជាពុទ្ធបរិស័ទទាំងឡាយទី1ឲ្យឈ្មោះថាពុទ្ធាភិសេកមកអំពីពុទ្ធៈនិងអភិសេកលុបអខាងដើមទីខៈខាងចុងនោះជាពុទ្ធាហៅថាពុពៈសរៈលោបៈសន្ធិបរៈទីខៈសន្ធិលុបអាដើមទីខៈអាចុងឲ្យវែងចឹងពុទ្ធៈលុបអាស្រៈអចេញបូកមួយអខាងចុងទាញជាអាបានជាពុទ្ធាភិសេកអាហ្នឹងហៅខាងការរៀននៅបាលីភាសានោះគឺការអភិសេកតម្កងតម្កើងចំពោះព្រះសម្មាសម្ពុទ្ធព្រះពុទ្ធរូបបបត្តិព្រះដែលធ្វើអំពីកញ្ចក់ធ្វើអំពីថ្មធ្វើអំពីកាយវិទូសូរកានធ្វើអំពីឈើអំពីដីអំពីស្អីក៏ដោយគឺយើងយកមកអភិសេកបាញ់មិញយើងឃើញអភិសេកពុទ្ធនោះមានការសូត្រនៅបារមីទាំងឡាយ30ស្វាយជ័យខោថ្វាយផ្កាថ្វាយភេសជ្ជៈគ្រឿងកអោបគ្រឿងពាលាផ្សេងទាំងអស់ចំពោះព្រះសម្មាសម្ពុទ្ធជាបរមគ្រូជាអរហន្តាអរហន្តព្រះអរហន្តនៅក្នុងលោកជាព្រះបរមគ្រូជាគ្រូនៃមនុស្សនិងទេវតាទាំងឡាយនៃផងយើងនេះឯងមានការស្រែកជ័យខុសមានគ្រុឌមាននាគទេវតាទាំង10000ចក្រវាលញាតិញោមបើសិនតែបានស្ដាប់អកលែងការព្រះអង្គត្រាស់ដឹងញាតិញោមប្រកាសជាព្រឺរោងព្រឺស្បែកចាំបុណ្យវិសាខបូជាញោមទៅវត្តព្រះសង្ឃលោកសម្ដែងអំពីការកើតនៃព្រះសម្មាសម្ពុទ្ធការត្រាស់ដឹងនិងការបរិនិព្វានកាលដែលពីព្រះអង្គបានត្រាស់នោះគឺប្រៀបដូចអំបញ្ញមិញនេះអញ្ចឹងប៉ុន្តែលោកអាចារ្យថាហើយថាមនុស្សប៉ុណ្ណេះមិនបានមកជំហៀងកាលពីពុទ្ធត្រាស់ដឹងទេគឺទេវតាប្រអិនប្រព្រំយំយៈមាអសុរាទាំងឡាយមកចោមមករោម
ថ្វាយជ័យខុសថ្វាយជ័យព្រះសម្មាសម្ពុទ្ធព្រះអង្គឈ្នះមាហើយមាមានចិត្តបាបនឹងចោះចាញ់ព្រះអង្គហើយឃើញទេមានទងជ្វាលាទងអីហ្នឹងគឺលើកផ្កាទាំងឡាយចម្រុះពណ៌រីកស្គុះស្គាយពេញដើមពេញអាកាសពេញផ្ទះទាំងឡាយណាដែលមានចាក់សោទ្វាចាក់សោបង្អួចគឺបើកទាំងអស់ងងឹតភ្លើងរូបភ្លើងអវជ័យគឺលែងក្តៅលែងអីព្រោះនៅពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងផ្កាទាំងឡាយគឺរីកស្គុះស្គាយផ្លែឈើចេញផ្លែចេញផ្កាពេញទាំងអស់នៅពេលដែលព្រះអង្គត្រាស់ដឹងទេវតាទាំងឡាយទាំង10000ចក្រវាលមកពីពេញគឺថាសម្បើមក្រៃលែងណាស់ព្រោះគឺពេលដែលព្រះអង្គត្រាស់ដឹងហ្នឹងអញ្ចឹងហើយនៅពេលដែលយើងធ្វើបុណ្យនេះយើងដើម្បីរំលឹកគុណចំពោះព្រះសម្មាសម្ពុទ្ធយើងធ្វើការអភិសេកចំពោះព្រះសម្មាសម្ពុទ្ធហើយមានសំណួរមួយគេថាបើពុទ្ធធ្វើហើយមិនអភិសេកតើថ្វាយបង្គំទៅបានបុណ្យបានកុសលតើឬទេចម្លើយគឺថាបុណ្យនៅចិត្តរបស់ញោមទេបើញោមចិត្តថ្វាយបង្គំចំពោះព្រះវាចិត្តញោមហ្នឹងគឺចំពោះព្រះហើយបានបុណ្យបានកុសលហើយប៉ុន្តែបើញោមថ្វាយបង្គំចិត្តតែអត់ដឹងអត់នឹកឃើញព្រះផងថ្វាយបង្គំសុំនេះសុំនោះគឺអត់ប៉ះព្រះទេគឺប៉ះស៊ីម៉ងណាមកដេញពាក្យមួយគេថាថ្វាយបង្គំព្រះប៉ះស៊ីម៉ងថ្វាយបង្គំព្រះសង្ឃប៉ះកូនអ្នកស្រុកណែពុទ្ធធ្វើហើយយើងមិនបាច់អភិសេកក៏ថ្វាយបង្គំបានព្រោះកន្លែងខ្លះនោះគេអភិសេកគេយកខ្សែអំបោះខ្សែសីមាចងពីព្រះចាស់មកព្រះថ្មីឲ្យឆ្លងបារមីពីព្រះចាស់មកខ្លាចព្រះធ្វើហើយថ្មីនឹងអត់មានបារមីណាអញ្ចឹងគេយកអំបោះយកសីមានោះទៅចងពីព្រះចាស់ដើម្បីឲ្យឆ្លងបារមីពីព្រះចាស់មកព្រះថ្មីដែលធ្វើហើយថ្មីហ្នឹងអញ្ចឹងគឺការធ្វើនោះក៏មិនសូវជាទាន់ត្រឹមត្រូវអីណាស់ណាដែរព្រោះព្រះអង្គបើមិនយើងមិនចម្លងបារមីក៏ព្រះអង្គមានបារមីហើយស្រេចទៅហើយព្រះអង្គបានបំពេញរួចរាល់ហើយបារមីទាំង30មានទានបារមីសីលបារមីនេខមៈបារមីដែលព្រះសង្ឃលោកសូត្រមិញព្រះអង្គបានបំពេញរួចរាល់ហើយបើយើងមិនចម្លងមិនធ្វើទៀតក៏វាអត់អីដែរអត់ទោះអត់ខុសទេប៉ុន្តែការធ្វើបុណ្យឆ្លងបុណ្យអភិសេកនេះជាការថាដើម្បីជំរះនៅមន្ទិលសង្ស័យសៅមងកុំឲ្យថាទៅធ្វើហើយបើមិនឆ្លងមិនបានបុណ្យបានកុសលហ្នឹងបន្ងំគ្នាធ្វើណាអញ្ចឹងព្រោះអញ្ចឹងហើយការដែលធ្វើហើយក្តីមិនធ្វើហើយក្តីវាអាស្រ័យនៅលើចិត្តរបស់យើងចិត្តយើងថ្វាយបង្គំឧទ្ទិសចំពោះព្រះសម្មាសម្ពុទ្ធយើងប្រកាសជាបានបុណ្យបានកុសលនឹករលឹកចំពោះព្រះសម្មាសម្ពុទ្ធហ្នឹងប៉ុន្តែបើយើងថ្វាយបង្គំព្រះចិត្តអត់នៅនឹងខ្លួនចិត្តមិនបានឧទ្ទិសចំពោះព្រះសម្មាសម្ពុទ្ធក៏យើងមិនបានថ្វាយបង្គំព្រះពុទ្ធដែរព្រោះហ្នឹងគេថាថ្វាយបង្គំស៊ីម៉ងហ្នឹងត្រូវណាញោមណាអាហ្នឹងគឺថាការអភិសេកចំពោះព្រះពុទ្ធទី1ហើយចំណែកទី2នោះហៅថាចេតយញ្ញាពិសេសចេតដីណាញោមព្រោះចេតដីហ្នឹងយើងក៏មើលឃើញតែចេតដីហ្នឹងសាមញ្ញណាពាក់ស្បែកជើងឡើងក៏មិនបានដែរណាក៏សូមជម្រាបតិចទៅស្លោះទឹកមាត់ទឹកម្លូទឹកស្លាបរិយលើហ្នឹងអីបានអត់បានទេព្រោះញោមតែឮតែស្ដាប់រឿងប្របាទពំពិសាទេអាម៉េចបានដេញបុតហ្នឹងគេវះបាតជើងប្រឡាក់អំបិលទេដោយសារអាបាបដែលដើរពាក់តំណប់ជើងលើទីសក្ការៈទីបូជាមានបច្ចេកដីប្រស្ដោជាដើមហ្នឹងព្រោះអញ្ចឹងមិនថាចេតដីនេះគឺជាកលែងគេគោរពកលែងគេបូជាព្រោះអញ្ចឹងទេនៅពេលដែលគេធ្វើហើយនោះគេតែងតែធ្វើបុណ្យដើម្បីឆ្លងដើម្បីតម្កង់តម្កើងតម្លើងចេតដីនឹងឲ្យសមថាជាទីគោរពទីបូជារបស់យើងអ្នកខ្លះក៏គេឧទ្ទិសចំពោះព្រះសម្មាសម្ពុទ្ធថ្វាយចំពោះព្រះសម្មាសម្ពុទ្ធមានការតម្កល់នៅព្រះចង្កូមកែវព្រះអកេសធាតុលោមានអខាតន្តារបស់ព្រះអង្គនឹងទៅព្រោះអានឹងហើយគឺគេថ្វាយអ្នកខ្លះក៏គេធ្វើដើម្បីឧទ្ទិសចំពោះញាតិកាទាំង7សន្តានមានមេត្តាបៃតាចតូនចតាញាតិសាច់សាលហិតចិត្តឆ្ងាយរបស់ផងខ្លួនហ្នឹងឯងព្រោះអញ្ចឹងហើយគឺការអភិសេកព្រះចេតដីនេះជាទី2ហើយចំណែកទី3នោះលោកឲ្យឈ្មោះថាធាតុទៅចេតដីឬក៏សាមញ្ញហៅថាធាតុ
តុពិស័យឬសាមញ្ញពិស័យក៏នេះឥឡូវពេលហ្នឹងយើងធ្វើធាតុតុពិស័យឬក៏សាមញ្ញពិស័យអភិស័យចំពោះអធិធាតុអភិស័យចំពោះជនសាមញ្ញយើងតម្កង់តម្កើងម្ដាយយើងតម្កង់តម្កើងយាយយើងយាយទួតយាយលួតយាយលាយើងហ្នឹងតម្កង់តម្កើងយ៉ាងម៉េចគឺធ្វើឲ្យគាត់នឹងខ្ពង់ខ្ពស់ធ្វើឲ្យសំជាទីគោរពទីបូជារបស់កូនរបស់ចៅនេះក៏ហ្នឹងហើយគឺហៅថាធាតុតុពិស័យឬសាមញ្ញពិស័យក៏ដែលយើងធ្វើសពថ្ងៃនេះពេលបើយើងនៅរស់ធ្វើបន់បច្ច័យពួនកតញ្ញូចម្រើនបជនយើងស្រោចស្រពសុគន្ធវារីអាហ្នឹងក៏អភិស័យពីយ៉ាងដែរប៉ុន្តែអភិស័យមនុស្សនៅរស់ប៉ុន្តែបើមនុស្សស្លាប់យើងអភិស័យដោយលោកអាចារ្យប្រសង់លោកដឹកនាំធ្វើបាញ់មិញមានការហៅថាស្រោចស្រពហៅបាច់ការបាច់អីដើម្បីតម្កង់តម្កើងតម្លើងយុះតម្លើងស័កលើកឲ្យខ្ពស់លើកឲ្យខ្ពស់ឲ្យខ្ពស់ហ្នឹងគឺថាលើកឲ្យខ្ពស់ខ្ពស់នៅធាតុរបស់ម្ដាយយើងនៅអធិធាតុរបស់យាយយើងក៏ដូចជាយាយតាយើងដែលបានធ្វើមរណកាលទៅហើយហ្នឹងអាហ្នឹងគឺហៅថាធាតុពិស័យឬសាមញ្ញពិស័យញាតិញោមជាពុទ្ធបរិស័ទនេះទី3ចំណែកទី4ហៅថាបតតាភិស័យបតតាភិស័យហ្នឹងគឺអភិស័យកុលបុត្រញាតិញោមធ្លាប់ឃើញគេហែនេះអេញោមធ្លាប់ឃើញគេហែនេះអេហែនេះមិនមែនហែអានេះគេគូសនៅតាមវិហារតាមសាលាណាហែនេះបួនេះកៈហ្នឹងគឺប្រែថាប្រសើរប្រែថាខ្ពង់ខ្ពស់នេះកុលបុត្រកុលធីតាមានទេណាបួសបានដែរបួសធ្វើជាដូនជីកាន់សិល5សិល8ក្តីនេះប៉ុន្តែបើកុលបុត្រកូនប្រុសខ្មែរយើងពីដើមធ្លាប់តែថាកូនប្រុសបួសត្រូវតែបួសបើមិនបួសអត់បានរៀនទេពីដើមអត់មានសាលារៀនច្រើនដូចយើងឥឡូវទេពីដើមរៀននៅតាមវត្តអញ្ចឹងបន្តិចពីដើមហើយបន្តិចសម័យឥឡូវអត់ដូចគ្នាទេបន្តិចឥឡូវសឹកទៅគេច្រើនតែឋានទឹកគោលោតអាត្មាខ្លាចគេថាដែរចាំមើលគេថាអត់គេមើលប៉ុន្តែហ្នឹងថាមាត់មនុស្សយើងហាមគាត់បាននេះញោមក៏មិនដឹងតែគេនិយាយយ៉ាងម៉េចក៏មិនដឹងប៉ាហ្នឹងគេសំដៅលើអត្តចរិតមនុស្សដែរបើយើងសឹកទៅយើងរុំទុំរៀបទៀបរយៈសុភាពរៀបសារស្គាល់ចាស់ស្គាល់ទុំមីងមាបងប្អូនជីដូនជីតាចាស់ទុំព្រឹទ្ធាចារ្យលោកគ្រូអ្នកគ្រូម្ដាយពុកក៏មាននាមថាយើងដែរបើយើងសឹកទៅវិញយើងពីលាអាវាសាយហ្នឹងក៏គេថាអញ្ចឹងវាអត់ខុសទេពីដើមគឺថាកូនប្រុសត្រូវតែបួសបើមិនបួសមិនបានរៀនបានសូត្រខ្ពង់ខ្ពស់ទេព្រោះអីសាលារៀនពីដើមអត់កើតច្រើនដូចសម័យយើងឥឡូវទេណាញោមកើតតន់អាត្មាអត់តន់ទេអាត្មាកើតតន់សម័យសាលាច្រើនទេបើញោមកើតជំនាន់ចាស់ញោមដឹងណាពីដើមរៀននៅតែវត្តទេហ្នឹងបើបានបួសបានរៀនទៅបានប្រសងបានអីលោកនៅវត្តលោកចេះច្រើនអញ្ចឹងទៅលោកបង្រៀនអញ្ចឹងនៅពេលដែលគេដង្ហែកូននាគទៅបួសហ្នឹងគឺការតម្កង់តម្កើងអភិស័យកុលបុត្រហៅថាបតតាភិស័យហ្នឹងគឺពេលហ្នឹងនៅពេលដែលដង្ហែទៅបួសហើយញាតិញោមថ្វាយអង្គមព្រាតថ្វាយអង្គមហ្នឹងប្រយ័ត្នប៉ះកូនអ្នកស្រុកទៀតណាថ្វាយអង្គមអត់ទិសចំពោះព្រះសង្ឃខ្ញុំបកករណាសូមក្រាបថ្វាយអង្គមនៅព្រះសង្ឃអង្គសាវកនៃព្រះដ៏មានពភាកុំថ្វាយអង្គមកូនអ៊ីនេះកូនអ៊ីនោះប៉ះកូនអ្នកស្រុកហ្នឹងព្រោះលោកពូហើយជាកូនរបស់ព្រះពុទ្ធទាំងអស់សាវកសុធាតការស្ដាប់ការអីនៅហ្នឹងគេហៅថាសាវកប្រសងអង្គសាវកលោកអ្នកបួសហើយគឺខ្លាចជាកូនព្រះសម្មាសម្ពុទ្ធហៅថាប្រសងនឹងឯងហើយយើងបួសហើយយើងថានៅការដល់នៅការថ្វាយបង្គំការគោរពកោតក្រែងអំពីញាតិញោមពុទ្ធបរិស័ទលោកយាយលោកតាឧបាសកឧបាសិកាលោកអ្នករសាសិលជាដើមហ្នឹងអញ្ចឹងទេគឺការបតតាពិស័យហ្នឹងគឺដល់គឺពេលនឹងឯងប៉ុន្តែសម័យឥឡូវក៏មិនសូវមានការបួសច្រើនដូចពីមុនដែរញាតិញោមពុទ្ធបរិស័ទ
ពពីសម័យដើមគឺបួសច្រើនដោយសារខ្វះកន្លែងរៀនកន្លែងសូត្រគ្រួសារក្រីក្រតលលំបាកចឹងទេមានតែការផ្ញើខ្លួនផ្ញើជីវិតនឹងវត្តអារាមនេះឯងជាទីជ្រកទីពំនាក់ទីអាស្រ័យរបស់ជនប្រុសស្រីផងទាំងឡាយពលញាតិញោមអញ្ចឹងទៅញាតិញោមថាទៅមើលវត្តតាមទីក្រុងទៅប្រសង់លោករៀនសូត្រគឺថាច្រើនណាស់ចេញពីស្រុកពីទេសទៅដើម្បីទៅរកស្វែងរកចំណេះដឹងនៅតាមទីក្រុងទីជុំជននានាមានទីក្រុងភ្នំពេញតាមបណ្ដាខេត្តក្រុងផ្សេងនេះគឺប្រសង់លោកទៅច្រើនគឺទៅអំពីស្រុកស្រែចម្ការនេះឯងគឺសិតតែសឹងតែកើតចេញអំពីកូនអ្នកស្រែអ្នកចម្ការគ្មានកូនអ្នកក្រុងឯណាគេបួសទេបួសក៏បួសតិចដែរអញ្ចឹងទេគឺការអភិសេកកុលបុត្រនេះគឺហៅថាពុតតាភិសេកនេះទី4ណាញោមនៅមួយទៀតទេចំណែកទី5ហៅថារាជាភិសេកការរាជអភិសេកចំពោះព្រះមហាក្សត្រទ្រង់រាជព្រះមហាក្សត្របើមិនទាន់បានអភិសេកថ្វាយទឹកខ្លោះទឹកសាំងទេក៏មិនទាន់បានខ្លាយជាស្ដេចពេញសិទ្ធដែរមិនទាន់បានខ្លាយជាស្ដេចផែនដីទេតលតែមានការស្រោចស្រពសុគន្ធវារីអភិសេកថ្វាយនៅទឹកសាំងទឹកខ្លោះទឹកអីនឹងជាដើមទៅខ្លាយជាព្រះរាជាគ្រងផែនដីព្រះរាជាលោកជាអ្នកគ្រប់គ្រងនៅប្រទេសជាតិហ្នឹងគឺការអភិសេកតម្កងតម្កើងឲ្យคล้ายជាព្រះមហាក្សត្រពេញសិទ្ធពេញទីគួរជាទីគោរពទីបូជារបស់វិជានុរាស្ត្រនាម៉ឺនអាមាត្យសពមុខមន្ត្រីហ្នឹងហើយគឺការអភិសេកនៅព្រះរាជាដើម្បីឲ្យคล้ายជាស្ដេចផែនដីពេញសិទ្ធពេញទីនេះហ្នឹងហើយគេហៅថាការអភិសេកព្រះរាជាសរុបសេចក្តីមកវិញការអភិសេកនោះវាមាន5យ៉ាងនោះឯងហើយ2យ៉ាង3យ៉ាងនោះគឺវាដូចតែគ្នានៅក្នុង5យ៉ាងនឹងឯងគឺពុទ្ធាភិសេកក្តីរាជាភិសេកក្តីនិងសាមញ្ញភិសេកក្តីវានៅក្នុងនឹងតែទាំងអស់ហ្នឹងញាតិញោមពុទ្ធបរិស័ទអញ្ចឹងទៅគឺថានិយាយដោយសង្ខេបបែបខ្លីទៅចុះដើម្បីកុំឲ្យវាយូរម៉ោងយូរការពេកប៉ុន្តែក៏មិនខ្លីពេកដែរអត់ឲ្យខ្លីក៏មិនឲ្យយូរមិនឲ្យខ្លីមិនឲ្យយូរអំពីប៉ុនញាតិញោមទេប៉ុនគេអធិកអធមឯងទេ1ម៉ាត់2ម៉ាត់ក៏វាមិនសមបើឯងទេយូរតែប៉ែលត់ពេកក៏គេមិនស្ដាប់លោកចេះតែទេយើងចេះតែញ៉ែញ៉ៃកេះគ្នាចុះកេះគ្នាឡើងក៏ពិបាកទេអញ្ចឹងហើយគឺទេអាត្មាទេតែមើលតែជើងយាយតាតែប្រែ3 4ត្រឡប់ហ្នឹងគឺដល់ម៉ោងឡើយហើយតែយាយតាងាកចោះងាកឡើងបែបចុកជើងសពុនជើងណាតែយូរពេកហ្នឹងក៏មិនកើតឆាប់ពេកហ្នឹងក៏មិនកើតអញ្ចឹងទេក៏ឲ្យសមកាលសមវេលាអញ្ចឹងទេអាត្មាក៏សូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងអស់កុំឲ្យយល់ច្រឡំនៅអាបុណ្យទាំងពីរហ្នឹងណាញោមណាបុណ្យសពហៅថាបុណ្យឧទ្ទិសចំពោះអ្នកស្លាប់នោះគឺយើងធ្វើតក្កណានុបទានស្អែកហ្នឹងគឺធ្វើឲ្យសុំចម្រើនពរម្ចាស់បុណ្យកូនចៅនៃសពយើងនៅតែក្នុងរោងបានហើយឲ្យអ្នកសាច់ញាតិសន្តានអីគាត់ជួយទៅខាងចុងភៅរោងភ្ញៀវនោះយើងខាងអ្នកម្ចាស់បុណ្យគឺត្រូវតែនៅក្នុងរោងបើយើងមិននៅក្នុងរោងបានអ្នកណាឧទ្ទិសបុណ្យឲ្យម៉ែយើងបានអ្នកណាឧទ្ទិសបុណ្យឲ្យឪយើងព្រោះយើងនេះជាព្រះសម្មាសម្ពុទ្ធព្រះអង្គថាសម្ដែងថាការឧទ្ទិសចំពោះបុណ្យដែលបានឧទ្ទិសសម្រាប់ទៅដល់អ្នកស្លាប់គឺមានអង្គ3ទី1គឺមានប្រសង់ជាប្រធានក៏ដូចជាលោកអ្នកមានសិលនឹងឯងគឺសំដៅទៅដល់លោកអ្នកមានសិលមានប្រសង់ជាប្រធានទី2គឺទាយិកានឹងឧទ្ទិសសេអ្នកបានដល់ទាយកទាយិកាដែលត្រូវជាកូនជាចៅថៅញាតិសន្តានត្រូវអ្នកឧទ្ទិសកុសលដោយខ្លួនឯងអ៊ីទាំងវោញាតិណੰហោតោសុខេតាហោតោញាតិយោរីបុណ្យនេះចូលមានដល់ញាតិទាំងឡាយរបស់ខ្ញុំមានលោកយាយឧបាសិកាសុខតាមជាដើមណែតែថ្ងៃនេះកូនចៅបានធ្វើបុណ្យឲ្យសូមលោកយាយម្ដាយជីដូនទទួលនៅបុណ្យដែលកូនចៅបានធ្វើនេះឱកាសវេលាគ្រានេះទៅចុះ
ណែបើបានដឹងទេលោកអាចារ្យអូសូត្រយ៉ាងកេញអ៊ីមីនីយាទេវតាប្រកាសអស់ហើយផ្អើលអស់ទេវតាទាំងឡាយទាំងអាកាសទេវតាភូមិទេវតាផ្អើលអស់ទៅប្តឹងដំណឹងណាអញ្ចឹងណាបើថាអាត្មាភាពតែងតែចម្រើនពរថាញាតិញោមជាពុទ្ធបរិស័ទទាំងឡាយកុំចេញពីរោងប៉ុនអីនៅពេលព្រឹកនេះណាព្រោះយើងនៅសល់មួយព្រឹកទៀតគឺកិច្ចដែលយើងត្រូវឧទ្ទិសព្រោះយើងត្រូវឧទ្ទិសប៉ុនតាំងពីថ្ងៃហ្នឹងក៏ដូចចាំងតាំងអំពីថ្ងៃដែលគាត់ស្លាប់ប្រមូលប្រម៉ែប្រមុំប្រមូលពូនផ្ដុំកងការមហាកុសលដែលកើតអំពីធម្មទានក្តីអមិសទានក្តីការថ្វាយទានចំពោះព្រះភិក្ខុសង្ឃអង្គសាមណេរលោកអ្នកមានសិលលោកជ័យលោកតាហ្នឹងដើម្បីឧទ្ទិសជូនចំពោះម្ដាយយើងនៅពេលព្រឹកស្អែកនេះគឺគេហៅថាឆ្លងបុណ្យក៏ដូចជាពេលហៅថាឆ្លងបុណ្យហ្នឹងគឺយើងត្រូវឧទ្ទិសណាព្រោះថ្វាយទានចំពោះព្រះភិក្ខុសង្ឃមានការវេនៅទេយទានចង្ហាន់បណ្ឌបាតត្រៃចីវរហើយគឺយើងហៅថាដល់កិច្ចឧទ្ទិសបុណ្យម្ដងណាលោកអាចារ្យតែងតែប្រម៉ែប្រមុំហោកូនហោចៅចូលមកក្នុងរោងបុណ្យវើយតែមិនចូលខ្ញុំធ្វើទៅតាអាចារ្យតែហៅ3 4ដងមិនមកគាត់ធ្វើបងហៅអត់មកគាត់ធ្វើអញ្ចឹងទេសុំចម្រើនពរអញ្ចឹងណាញោមណាអានេះអត់ស្ដីណាញោមគ្រាន់តែប្រាប់ទេអញ្ចឹងទេគឺញោមមុនឲ្យទេគឺទេប្រាប់តែប៉ុណ្្នឹងឯងបងទេប្រាប់តែប៉ុណ្្នឹងឯងគឺប្រាប់ឲ្យញោមបានធ្វើបុណ្យហ្នឹងឲ្យដល់ម៉ែធ្វើបុណ្យហ្នឹងឲ្យដល់ឪណាបងមិនប្រាប់ឲ្យញោមនឹងខុសទេយល់ទេញោមណាបងហ្នឹងហើយគឺយើងនៅក្នុងរោងបុណ្យដើម្បីសន្សំនៅបុណ្យស្ដាប់ធម៌ក្តីស្ដាប់ប្រសង្ឃចម្រើនព្រះបរិត្តក្តីសុំសិលក្តីណាដើម្បីប្រម៉ែប្រមុំពូផ្ដុំកុសលហ្នឹងដែលយើងឧទ្ទិសចំពោះម្ដាយប៉ុនយើងហ្នឹងណាព្រោះនៅពេលស្អែកពេលឆ្លងបុណ្យហើយគឺយើងឧទ្ទិសហើយបុណ្យនេះហើយក៏មិនដឹងថ្ងៃណាបានធ្វើទៀតដែរព្រោះមានតែថ្ងៃសិលថ្ងៃទានអីទៅថ្វាយទានថ្វាយទេយទានផ្សេងចំពោះព្រះភិក្ខុសង្ឃលោកអ្នកមានសិលទេឬក៏ថាដល់100ថ្ងៃ3ឆ្នាំ1ឆ្នាំក្តីធ្វើទៀតអាហ្នឹងស្រេចតែចិត្តស្រេចតែសទ្ធារបស់ញាតិញោមពុទ្ធបរិស័ទមានធនធានចំណាយធ្វើទៅទៀតទៅក៏មិនអីដែរតាមសទ្ធារបស់ញាតិញោមពុទ្ធបរិស័ទកូនចៅបងហើយកុំយល់ច្រឡំថាបើមិនធ្វើបុណ្យអភិសេកទេម៉ែហ្នឹងមិនបានទៅចិត្តគេដេញគេមិនអោយបៀតមិនដឹងដេញមិនអោយបៀតល្មិចតែខ្មោចទៅចាប់ជុកទេបដិសន្ធិអូស្លាប់គឺកើតតែប៉ុន្តែមិនដឹងទៅកើតទៅណាទេណាញោមណាអាត្មាភាពសំដែងកើតពីថ្ងៃស្លាប់ថាម៉េចកន្លែងកើតមានច្រើនណាស់មាន31ភូមិណាបងច្រើនណាស់ប៉ុន្តែយើងទៅកើតទៅណាបើបានភូមិមនុស្សនេះគ្រាន់បើណាកន្លែងមនុស្សនេះគ្រាន់កន្លែងសំបុណ្យក៏ឡើងហ្នឹងកន្លែងសំបាបក៏ហ្នឹងដែរព្រោះបានមកមនុស្សនេះជាការក្រឲ្យព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងព្រោះការក្រ4យ៉ាងអីជាដើមហ្នឹងការកើតមកមនុស្សហ្នឹងហើយទៅវិញបើយើងបានធ្វើបុណ្យហៅថាយើងបានធ្វើបុណ្យធ្វើកុសលបានទៅកើតទីប្រសើរខ្ពង់ខ្ពស់ហើយបើយើងធ្វើបាបក៏ទៅកើតក្នុងទីទុក្ខតិមានអបាយភូមិទាំងឡាយ4នរកប្រែតទេរឆានអសូរកាយនោះជាដើមបងអញ្ចឹងមិនថាមនុស្សយើងចុទេបដិសន្ធិកើតស្លាប់កើតមានរូបគឺតែងបែកធ្លាយជាធម្មតាបងមិនដឹងថាគាត់ទៅកើតកន្លែងណាបងអាត្មាសូមចម្រើនពរជម្រាបញាតិញោមពុទ្ធបរិស័ទទៅនេះបន្តិចថាបុណ្យនេះធ្វើដោយការផ្សងព្រេងទេបើញាតិញោមព្រោះយើងមើលអត់ឃើញទេណាញោមណាអត់ដឹងថាគាត់ទៅកើតទៅណាទេយើងមិនដឹងថាធ្វើនឹងដល់ឬក៏មិនដល់ទេប៉ុន្តែយើងធ្វើដើម្បីឧទ្ទិសម្ដាយយើងហើយក៏មិនថាម្ដាយយើងម្នាក់ដែរញាតិទាំងឡាយក្នុងសង្សារវដ្តកើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់វិលជុំរហូតមិនដឹងញាតិយើងទៅកើតកន្លែងណាទេ100ជាន់1000ជាតិមិនដឹងថាទៅកើតទៅណាអស់គឺយើងឧទ្ទិសចំពោះញាតិទាំងឡាយនោះផងមិនតែម្ដាយយើងម្នាក់ទេបងហ្នឹងណាបងហើយដើម្បីថាឧទ្ទិសបុណ្យកុសលទៅដល់អ្នកស្លាប់នោះមានរឿងមួយបងមានរឿងមួយព្រាហ្មណ៍ម្នាក់គាត់ទូលសួរព្រះសម្មាសម្ពុទ្ធថាផន្តេភគវាបបិទ្ធព្រះដ៏មានពភាដោយចម្រើនថាចង្ហាន់បណ្ឌបាតទេយទានទាំងឡាយដែលខ្ញុំបកករណាឬក៏ញាតិញោមពុទ្ធបរិស័ទទាយុទាយិកាធ្វើនឹងថាបានសម្រេចទៅដល់ពួកញាតិទាំងឡាយនឹងដែរឬទេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមនាលព្រាហ្មណ៍
tiền đằng lai nó ngọ ban đòn khla mình ban đòn khla chẳng á bỏ ông trong đây nhà chẳng ban đòn khla nhưng mình ban đòn khla giang mày tới bỏ ông xong bỏ ông bình du prap đòn khiêm bạc cả na phongព្រះសម្មាសម្ពុទ្ធសម្ដែងថាមនាលព្រាមណែសត្វទាំងឡាយណាដែលកើតមកហើយនៅក្នុងភពផែនដីនេះដែលកើតមកហើយធ្វើនៅអំពើអាក្រក់ផ្សេងផ្សេងមានបាណាតិបាតអតនីយទានកាមេសុមិច្ឆាចារៈការប្រព្រឹត្តសម្លាប់សត្វលួចទ្រព្យប្រពន្ធអ្នកដតីក្នុងឯងកើតស្លាប់ហើយរមែងទៅកាន់នរកបុណ្យដែលយើងធ្វើហ្នឹងគឺអត់បានដល់ទេនេះទី1គឺមិនបានដល់ពួកនរកទេទី2ថាសត្វទាំងឡាយដែលកើតមកហើយធ្វើនៅអំពើអាក្រក់ផ្សេងផ្សេងដោយកាយវិចារដោយចិត្តមានការសម្លាប់អ្នកដតីលួចទ្រព្យសម្បត្តិអ្នកដតីកាប់សម្លាប់ប្រពន្ធកូនអ្នកដតីលួចប្រពន្ធលួចកូនគេស្លាប់ទៅវិញកើតទៅកាន់ទេរឆានសត្វជើង4ជើង2ជើង5ជើងអីក៏មានដែរបងអានេះក៏មិនបានទៅដល់ដែរហ្នឹងណាគឺអត់បានអត់ទិបុណ្យទៅដល់ទេនេះទី2ហើយទី3សត្វទាំងឡាយដែលកើតមកហើយប្រព្រឹត្តអាក្រក់ដោយកាយវិចារផ្សេងផ្សេងមានការសម្លាប់គេជាដើមលួចទ្រព្យសម្បត្តិប្រព្រឹត្តអាក្រក់លើប្រពន្ធលើកូនអ្នកដតីហើយទៅកើតនៅអសុរកាយគឺមិនបានដល់ដែរមនាលព្រាមសត្វទាំងឡាយណាដែលកើតមកហើយនៅលើភពផែនដីនេះប្រព្រឹត្តអាក្រក់ប្រព្រឹត្តល្អដោយកាយដោយវិចារដោយចិត្តមានការរសានៅសិល5ចាំសិល8ស្លាប់ហើយរមែងទៅកើតនៅក្នុងទេវតាសុគតិភពមានទេវតាជាដើមក៏មិនអាចឧទ្ទិសដល់ដែរទេវតាអត់អាចទទួលបុណ្យបានទេញោមឧទ្ទិសឲ្យដល់គឺមិនដល់ទេទេវតាបុណ្យគេខ្ពស់ជាងញោមបងនេះគឺមិនបានដល់ទេទី4ចំណែកទី5ព្រះអង្គសម្ដែងថាមនាលព្រាមសត្វទាំងឡាយដែលកើតមកហើយនៅលើភពផែនដីនេះធ្វើអាក្រក់ដោយកាយវិចារចិត្តផ្សេងផ្សេងមានការសម្លាប់អ្នកដតីជាដើមស្លាប់ហើយរមែងទៅកើតជាប្រែតណែបុណ្យហ្នឹងបានដល់ខ្លះមិនបានដល់ខ្លះទៀតប្រែតណាព្រោះប្រែតមានប្រមាណយ៉ាងញោមមាន12យ៉ាង12ពួកឯណោះទៅទៀតព្រោះហើយ12ពួកហ្នឹងមិនមែនបានទទួលទាំងអស់ទេគឺមិនបានទេប្រែតែបានទទួលនោះគឺមានតែពពួកបរៈតតោជាដើមទេទៅអាចទទួលនៅផលបុណ្យដែលយើងឧទ្ទិសបានហ្នឹងអញ្ចឹងហើយនៅពេលខែប្រជុំបានញោមតែងតែលើអាចារ្យវេបរៈតតោបជីវិកាហ្នឹងមេត្តាបេតោហ្នឹងឧទ្ទិសហ่าចំពោះបរៈតតោជាដើមហ្នឹងអញ្ចឹងហើយគឺយើងតែងតែធ្វើគឺបានទៅដល់ពពួកបេតវិស័យបើហៅថាប្រែតហ្នឹងប៉ុន្តែมันបានទាំងអស់ទេប្រែតមាន12ពួកទទួលបានដោយពួកខ្លះព្រោះនេះគឺថាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងចំពោះជានិសោនិយព្រាមដូច្នោះឯងសូមអនុមោទនាបងអាហ្នឹងគឺការឧទ្ទិសបានដល់ខ្លះមិនបានដល់ខ្លះហើយញាតិញោមយត្តលឺអាត្មាសម្ដែងអញ្ចឹងហើយថាអញខំធ្វើបុណ្យចំណាយអស់លុយច្រើនណាស់មិនដឹងបុណ្យដល់ម៉ែអញអត់ទេកុំស្ដាយណាញោមបើបុណ្យហ្នឹងមិនបានដល់ញោមអ្នកធ្វើដែរញោមណាបងបើមិនបានដល់ពពួកញាតិទេបើញាតិទាំងឡាយបានទៅកើតក្នុងទីដែលសំគួរមានទេវតាមនុស្សអីណោះក៏ញោមបុណ្យញោមមិនបាត់ទៅណាដែរញោមធ្វើញោមបានញោមអត់ធ្វើញោមមិនបានទេព្រោះហើយក៏មានការស្ដាយថ្នាក់អីគឺកុំឲ្យកពុកបុណ្យនៅពេលក្រោយណាបងដូចញោមបាញ់កាមបច្រាស់ចោលអញ្ចឹងបើមិនហើទៅមុខគឺហើមកក្រោយហើយបងបុណ្យហ្នឹងអញ្ចឹងណាព្រោះអញ្ចឹងទេការសម្ដែងពធក៏សំកាលសំវេលាចិត្ត1ម៉ោងដែរព្រោះអញ្ចឹងទេក៏សូមសំណាក់អខន្តីអភ័យអត់ទោសអំពីការសម្ដែងពធទេសនាព្រោះថាខុសខាតមិនស្អាតកន្លែងណាក្តីក៏សូមអនុគ្រោះដល់អង្គខ្ញុំបកណាអាត្មាភាពជាអ្នកសម្ដែងនេះឱកាសវេលាគ្រានេះព្រោះឲ្យញាតិញោមពុទ្ធបរិស័ទកុំយល់ច្រឡំថាបើថាมันបានធ្វើបុណ្យពិសេសទេម្ដាយឪពុកយើងมันបានទៅកើតក្នុងទីដែលសំគួរมันបានទៅហូបអាហារហូបនំចំណីចិត្តគេហ្នឹងកុំយល់ច្រឡំអីណាញោមណាបើថាញាតិញោមមានទ្រព្យសម្បត្តិធ្វើត្រឹមបច្ច័យ4ធ្វើតក្កណានុបទានក៏បានដែរព្រោះវាអត់ខុសអត់តអីទេណាញោមណាកុំថាគេហៅ
ខ្លួនតូចកុំឈោងដៃខ្លីដៃខ្លីកុំឈោងសវ៉ាអោបភ្នំអីនោះណាក៏កុំថាទ្របយើងមានតិចយើងធ្វើតាមតិចកុំច្រើនពេកនាំតែចពាក់គេពិបាករលុយសងគេឆ្លោះគ្នាដោយសារធ្វើបន់ម៉ែនឹងទៀតណាឆ្លោះគ្នាដោយសារធ្វើបន់ឪនឹងទៀតណាអញ្ចឹងឲ្យការធ្វើបន់ធ្វើទានឲ្យសមល្មមតាមទ្របធនធានដែលយើងមានមានប្រមាណយើងធ្វើប៉ុណ្ណឹងទៅកុំឲ្យលើសពេកកុំឲ្យខ្វះពេកឲ្យសមល្មមសមគួរទៅដល់ទ្របធនធានដែលយើងមានកុំឲ្យស្ដាយកុំឲ្យសំណោះយើងខ្វះខាតអីយើងចពាក់គេតិចតួចអីប្រមូលគ្នាដើម្បីសងគេទៅកុំឲ្យមានការថ្នាំងថ្នាក់ឆ្លោះចំនួនទាស់តែងដោយសារធ្វើបន់ម៉ែធ្វើបន់ឪគេនាំតែកពុបបន់កពុបកុសលយើងដែលយើងខំធ្វើឲ្យញាតិញោមចឹងហើយការធ្វើបន់អភិសេកមានការធ្វើឡើងសាឡាងដល់ឡើងសាលាឡើងអីនេះមានទាំងពីអំពីពុទ្ធាពិស័យផងសាមញ្ញាពិស័យផងបងប្អូនលោកយាយលោកតាញាតិសាច់សាលហិតចិត្តឆ្ងាយបងប្អូនភូមិផងរបងជាមួយចូលរួមច្រើនកកដើម្បីឧទ្ទិសកុសលជូនចំពោះលោកយាយឧបាសិកាសុកតាមដែលលោកបានធ្វើមរណកាលទៅកាន់បរិយលោកថ្មីគម្រប់ខួប6ថ្ងៃ7ថ្ងៃស្អែកនេះឱកាសវេលាគ្រានេះគឺកូនចៅបងប្អូនញាតិសាច់សាលហិតចិត្តថ្ងៃបានធ្វើបុណ្យធ្វើកុសលឧទ្ទិសបញ្ជូនហើយអញ្ចឹងទេការសម្ដែងពធទេសនានេះឱកាសវេលាគ្រានេះក៏សំកាលសំវេលានឹងបញ្ចប់ប៉ុន្តែមុននឹងបញ្ចប់ខ្ញុំបកណាអាត្មាភាពជួសតាងតំណាងឲ្យម្ចាស់ដើមទានប្រធានដើមបុណ្យសូមប្រម៉ែប្រមុំពូផ្ដុំកង្ការមហាកុសលដែលកើតអំពីធម្មទានក្តីអមិសទានក្តីបុណ្យធិពុទ្ធាពិស័យក្តីសាមញ្ញាពិស័យក្តីចក្ខណានុបទានក្តីសូមប្រម៉ែប្រមុំពូផ្ដុំកង្ការមហាកុសលទាំងឡាយនោះឧទ្ទិសបញ្ជូនចំពោះវិបាកបដិសន្ធិថ្មីរបស់លោកយាយឧបាសិកាសុកតាមព្រមទាំងញាតិសាច់សាលហិតចិត្តឆ្ងាយរបស់បងប្អូនទាំងអស់ដែលបានជើញចូលរួមនាឱកាសវេលាគ្រានេះសូមបានទទួលនៅចំណែកបុណ្យស្មើគ្នាហើយមិនបានដឹងឮទេក៏សូមពឹងពរទេវតាទេវាកន្ធវានវេទយងប្តឹងអបពុទេវតាមានអាកាសទេវតាភូមិទេវតារុក្ខទេវតារកទេវតាអ្នកតាចាស់ស្រុកលោកយាយម៉ៅលោកយាយសតាកំហងកតាដំបងដៃដំបងកញ្ញូងទាំងអស់ជួយប្តឹងចិត្តដំណឹងដល់ថ្ងៃនេះកូនចៅរបស់លោកយាយតាមបានធ្វើបុណ្យពុទ្ធាពិសេសសាមញ្ញាពិសេសដើម្បីឧទ្ទិសកងការមហាកុសលជូនលោកយាយហើយសូមបើលោកយាយបានទទួលហើយក៏សូមងាកភ័ក្របែរក្រោយឲ្យពរឲ្យជ័យសិរីសួស្តីជ័យមង្គលដល់បងប្អូនប្រុសស្រីកូនចៅដែលរស់នៅខាងក្រោយរកស៊ីទទួលទានមានបានដាក់ចុះដោះឡើងចម្រុងចម្រើនរុងរឿងជួបប្រទះនៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈសម្បត្តិ3មនុស្សទេវតាព្រះនិព្វានបើញាតិញោមទាំងអស់គ្នាកូនចៅទាំងអស់គ្នាឥសរាធិបតីសម័យដើមទានប្រធាននៃដើមបុណ្យលោកយាយលោកតាឧបាសកឧបាសិកាទាំងអស់មានបំណងបងប្រាថ្នាសម្បត្តិណាពរណាមួយក៏សូមឲ្យបានសម្រេចដូចសេចក្តីលោកសច្ចាប្រាថ្នាកំបីអខានឡើយសូមអនុមោទនាអាយ៉ាងសង្ឃពេទេអ្នកសមត្តារីឯពធទេសនាដែលសម្ដែងនៅអង្គខ្ញុំបកអនាអាត្មាភាពក៏សំកាលសំវេលានឹងបញ្ចប់តែប៉ុណ្ណេះស្លេះតែប៉ុណ្ណឹងអស់វិជ័យនៃវិចារថាអេវ៉ាំងHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ចិត្តមានប្រាជ្ញា